ចាប់តាំងពីដើមខែកញ្ញាមករុស្ស៊ីបានចេញមុខចេញមាត់ជាផ្លូវការក្នុងការការពាររបបផ្ដាច់ការសេរីដឹកនាំដោយបាសាអាល់អាសាដដែលនៅក្រែងននៀលនឹងអំណាចតាមរយៈការបញ្ជូនជំនួយសព្វាវុធទាហាននិងបរិក្ខារជាច្រើនទៅជួយទាហានសេរីដូចគ្នាដែរអ៊ីរ៉ង់ដែលជាដៃគូសម្ព័ន្ធមិត្តរបស់សេរីក៏កំពុងតែចាប់ដៃជាមួយរុស្ស៊ីដែរដើម្បីការពារលោកបាសាអាល់អាសាដអ្វីដែលប្រទេសទាំងពីរនេះអះអាងគឺត្រូវជួយរដ្ឋាភិបាលសេរីដើម្បីធ្វើការកំទេចក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមវាគឺជាមធ្យោបាយតែមួយគត់ប៉ុន្តែក្នុងក្រសែភ្នែកអាមេរិកនិងមហាអំណាចលោកខាងលិចផ្សេងទៀតមានបារាំងអាល្លឺម៉ង់និងអង់គ្លេសរបបផ្ដាច់ការសេរីដែលដឹកនាំដោយបាសាអាល់អាសាដគឺវាមិនខុសពីក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមប៉ុន្មានទេបាសាអាល់អាសាដបានទម្លាក់គ្រាប់បែកសម្រាប់ប្រជាជនសេរីរាប់លាននាក់ក្នុងរយៈពេល4-5 ឆ្នាំកន្លងមកនេះជនភៀសខ្លួនសេរីដែលនាំគ្នារត់មកសុំសិទ្ធិជ្រកកោននៅអឺរ៉ុបគឺមិនមែនរត់គេចពីក្រុមជីហាតតែមួយមុខទេគឺគេរត់គេចពីរបបផ្ដាច់ការកាប់សម្លាប់ដែលដឹកនាំដោយលោកបាសាអាល់អាសាដនេះឯងតាំងតែពីមានចំនួនផ្ទុះសង្គ្រាមនៅសេរីអាមេរិកនិងមហាអំណាចអឺរ៉ុបបានទាមទារជានិច្ចថាបាសាអាល់អាសាដត្រូវចុះចេញពីតំណែងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ប៉ុន្តែសម្រាប់ពេលនេះអ្វីៗហាក់កំពុងតែប្រែប្រួលមហាសន្និបាតអង្គការសហប្រជាជាតិកំពុងតែធ្វើឡើងនៅទីក្រុងញូវយ៉កជាទីដែលប្រទេសមហាអំណាចទាំងអស់នឹងជួបនិយាយគ្នាហើយប្រធានបទក្តៅជាងគេគឺការពន្លត់ភ្លើងសង្គ្រាមនៅសេរីនិងនៅអ៊ីរ៉ាក់នេះឯងរុស្ស៊ីនិងអ៊ីរ៉ង់បានចេញមុខជាផ្លូវការស្នើឲ្យគេឯងធ្វើតាមខ្លួនថាត្រូវជួយលោកបាសាអាល់អាសាដដើម្បីកំទេចក្រុមអង្គការរដ្ឋអ៊ីស្លាមថ្ងៃច័ន្ទនេះលោកពូទីននឹងជួបជាមួយនឹងលោកបារ៉ាក់អូបាម៉ាដើម្បីនិយាយតទល់គ្នាតែពីរនាក់បើយើងក្រឡេកមកមើលតថភាពជាក់ស្ដែងគឺគ្រប់គ្នាទទួលស្គាល់ថាក្រុមអង្គការរដ្ឋអ៊ីស្លាមគឺជាគ្រោះថ្នាក់ធំណាស់សម្រាប់ពិភពលោកទាំងមូលអតិភិបចម្បងនៃពេលនេះគឺកំទេចក្រុមនេះឲ្យវិនាសតែ4ឆ្នាំកន្លងមកនេះតើសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចផ្សេងទៀតបានធ្វើអ្វីខ្លះហើយបានហុចផលវិជ្ជមានអ្វីដែរឬទេចម្លើយគឺអត់ទាស់តែសោះផ្ទុយទៅវិញចំនួនកម្លាំងប្រយុទ្ធរបស់ក្រុមជីហាតបានកើនឡើងកាន់តែច្រើនតាមតួលេខចុងក្រោយអ្នកស្ម័គ្រចិត្តបរទេសមកពីបណ្ដាប្រទេសផ្សេងៗបានចូលទៅបម្រើក្រុមព្រៃផ្សៃនេះបានកើនឡើង1ទ្វេជា2ក្នុងឆ្នាំ2015នេះគឺស្មើនឹង 30,000 នាក់ចំណុចទាំងនេះហើយដែលកំពុងតែធ្វើឲ្យសហរដ្ឋអាមេរិកក៏ដូចជាមហាអំណាចនៅអឺរ៉ុបនាំគ្នារអៀសខ្លួនហើយកំពុងតែបន្ទន់ឥរិយាបថដោយធ្វើយ៉ាងណាមិនឲ្យបាក់មុខជាមួយនឹងសំណើថ្មីរបស់រុស្ស៊ីនិងអ៊ីរ៉ង់កុំឲ្យគេថាស្ដោះហើយលេបវិញធ្លាប់ទាមទារឲ្យអាសាដចេញពីតំណែងតែពេលនេះបែរជាមកយល់ព្រមជួយអាសាដតាមសំណើរបស់រុស្ស៊ីចង់មិនចង់ពេលនេះអង្គរវាជិតខ្លាចជាបាយទៅហើយព្រោះថារុស្ស៊ីបានបញ្ជូនកម្លាំងនិងសម្ភារៈសន្ធឹកសន្ធាប់ទៅដល់សេរីដើម្បីជួយទាហានរបស់លោកបាសាអាល់អាសាដអ៊ីរ៉ាក់និងអ៊ីរ៉ង់បានចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ីកាលពីម្សិលមិញដើម្បីបង្កើនសហប្រតិបត្តិការយោធារួមគ្នាក្នុងការបំបែកសម្បុករបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមពេលនេះមិនមែនជាពេលដែលត្រូវបែកខ្ញែកគ្នាឬគិតរឿងមុខមាត់ទៀតទេសហរដ្ឋអាមេរិកបារាំងអាល្លឺម៉ង់និងអង់គ្លេសមិនអាចប្រងើយកន្តើយទៀតបានទេទាហានបាសាអាល់អាសាដដែលមានស្រាប់នៅសេរីអាចជាកម្លាំងជួរមុខដ៏សំខាន់ក្នុងការកំទេចក្រុមជីហាតលោកហាសានរូហេនីប្រធានាធិបតីអ៊ីរ៉ង់បានពន្យល់ថាការជួយទំនុកបម្រុងរដ្ឋាភិបាលសេរីគឺជួយពង្រឹងសេរីឲ្យមានអំណាចនយោបាយមួយខ្លាំងនៅកណ្ដាលដើម្បីធ្វើការប្រយុទ្ធជាមួយនឹងក្រុមជីហាតឲ្យមានប្រសិទ្ធភាពអ្នកការទូតអាមេរិកម្នាក់បានពន្យល់ថាអាមេរិកកំពុងតែសេចក្ដីជញ្ជឹងហើយព្យាយាមស្វែងយល់ឲ្យបានច្បាស់ថាហេតុអ្វីបានជារុស្ស៊ីចេញមុខចេញមាត់ជួយរបបផ្ដាច់ការសេរីអ្វីដែលសហរដ្ឋអាមេរិកខ្លាចគឺថាក្រោយពីជួយអាសាដវាយកំទេចក្រុមជីហាតរួចរាល់តើនឹងមានអ្វីកើតឡើងទៀតតើត្រូវទុកអាសាដឲ្យនៅបន្តតំណែងទៀតឬយ៉ាងណាត្រង់ចំណុចនេះបារាំងបានបញ្ជាក់យ៉ាងច្បាស់ថាអនាគតទៅបាសាអាល់អាសាដត្រូវតែចុះចេញពីតំណែងលោកស្រីអធិការបតីអាល្លឺម៉ង់ថ្មីនេះបាននិយាយថាយើងប្រហែលជាត្រូវជជែកគ្នាជាមួយនឹងបាសាអាល់អាសាដដូច្នេះតាមមើលទៅសហរដ្ឋអាមេរិកបារាំងអាល្លឺម៉ង់និងអង់គ្លេសកំពុងតែបត់ក្បាលមកធ្វើតាមរុស្ស៊ីរក្សាបាសាអាល់អាសាដឲ្យកាន់តំណែងម្ដងអសន្នសិនហើយត្រូវរៀបចំឲ្យអាសាដចុះចេញពីតំណែងតាមសម្រួលនៅពេលក្រោយជាការពិតរុស្ស៊ីមិនមែននៅសុកមកជួយរបបសេរីទេគេពិតជាមានមូលហេតុអ្វីមួយនៅពីក្រោយដែលធ្វើឲ្យអាមេរិកនិងអឺរ៉ុបមិនទុកចិត្តតែទោះជាយ៉ាងណាម្នាក់ត្រូវតែហ៊ានលះបង់ក្នុងនយោបាយការបរទេសអ្វីក៏អាចកើតឡើងបានដែរស្រួលមិនស្រួលទៅថ្ងៃមុខរុស្ស៊ីប្រឡែងបាសាអាល់អាសាដចោលក៏ថាបានដោយសារគេសម្លឹងឃើញប្រយោជន៍ផ្សេងទៀតប៉ុន្តែសម្រាប់ពេលនេះសត្រូវរួមរបស់យើងទាំងអស់គ្នាគឺក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម